ពេលយប់ហើយឆ្ងល់ទៀតថាហេតុអ្វីវាភ្លឺម្លេះមនុស្សជាច្រើនគិតថាព្រះច័ន្ទមានពន្លឺដោយខ្លួនឯងប៉ុន្តែការពិតមិនមែនដូច្នោះទេការពិតជាច្រើនដែលមនុស្សតែងតែយល់ច្រឡំនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ថាព្រះច័ន្ទភ្លឺដោយសារអ្វីហេតុអ្វីវាមានរាងខុសៗគ្នាយើងដឹងហើយថាព្រះច័ន្ទមិនមែនជាផ្កាយនោះទេហើយព្រះអាទិត្យគឺជាផ្កាយដែលបង្កើតពន្លឺនិងកម្ដៅដោយខ្លួនឯងប៉ុន្តែព្រះច័ន្ទគ្រាន់តែជាផ្កាយរណបធម្មជាតិរបស់ផែនដីប៉ុណ្ណោះដូច្នេះព្រះច័ន្ទមិនអាចបង្កើតពន្លឺដោយខ្លួនឯងបានទេពន្លឺដែលយើងឃើញនៅលើព្រះច័ន្ទគឺជាពន្លឺពីព្រះអាទិត្យដែលឆ្លុះត្រឡប់មកផែនដីវិញស្រមៃថាអ្នកមានកញ្ចក់មួយនៅពេលពន្លឺប៉ះកញ្ចក់ពន្លឺនោះនឹងឆ្លុះត្រឡប់មកអ្នកវិញព្រះច័ន្ទក៏ធ្វើការស្រដៀងគ្នានោះដែរព្រះអាទិត្យបញ្ចេញពន្លឺទៅគ្រប់ទិសដៅក្នុងអវកាសផ្នែកមួយនៃពន្លឺនោះធ្លាក់ទៅលើផ្ទៃព្រះច័ន្ទបន្ទាប់មកផ្ទៃព្រះច័ន្ទឆ្លុះពន្លឺមួយចំនួនត្រឡប់មកផែនដីវិញភ្នែករបស់យើងទទួលពន្លឺនោះហើយយើងមើលឃើញថាព្រះច័ន្ទភ្លឺបើគ្មានព្រះអាទិត្យទេព្រះច័ន្ទនឹងងងឹតទាំងស្រុងហើយយើងនឹងមិនអាចមើលឃើញវាបានទេទោះបីជាយើងមើលឃើញថាព្រះច័ន្ទភ្លឺខ្លាំងក៏ដោយតាមពិតវាឆ្លុះពន្លឺបានត្រឹមប្រហែល 12% ប៉ុណ្ណោះនោះមានន័យថាផ្ទៃព្រះច័ន្ទមិនសូវឆ្លុះពន្លឺល្អទេតាមពិតព្រះច័ន្ទមានពឿប្រភេទងងឹតជាងអ្វីដែលមនុស្សភាគច្រើនគិតទៅទៀតមូលហេតុដែលវាមើលទៅភ្លឺគឺដោយសារតែវាស្ថិតនៅលើផ្ទៃមេឃងងឹតនៅពេលយប់អ្នកប្រហែលជាបានសង្កេតឃើញហើយថាពេលខ្លះព្រះច័ន្ទមូលពេញវងពេលខ្លះទៀតវាមានរាងកោងខ្លះស្ទើរតែមិនឃើញក៏មានមូលហេតុគឺដោយសារតែទីតាំងរវាងផែនដីព្រះអាទិត្យនិងព្រះច័ន្ទផ្លាស់ប្ដូរជាបន្តបន្ទាប់នៅពេលព្រះច័ន្ទធ្វើដំណើរជុំវិញផែនដីយើងឃើញផ្នែកដែលត្រូវពន្លឺថ្ងៃប៉ះខុសៗគ្នាដូច្នេះហើយទើបយើងឃើញដំណាក់កាលផ្សេងៗរបស់ព្រះច័ន្ទមានដូចជាព្រះច័ន្ទថ្មីព្រះច័ន្ទពាក់កណ្ដាលនិងព្រះច័ន្ទពេញវងតើអ្នកដឹងទេថាហេតុអ្វីយើងតែងតែឃើញផ្ទៃម្ខាងរបស់ព្រះច័ន្ទនោះគឺដោយសារតែព្រះច័ន្ទវិលជុំវិញខ្លួនឯងនិងវិលជុំផែនដីក្នុងរយៈពេលប្រហែលស្មើគ្នាដូច្នេះផ្ទៃម្ខាងរបស់វាតែងតែបែរមករកផែនដីជានិច្ចនេះគឺជាមូលហេតុដែលយើងតែងតែឃើញរូបរាងដដែលរបស់ព្រះច័ន្ទមនុស្សជាច្រើនក៏មានអារម្មណ៍ថាព្រះច័ន្ទមើលទៅធំជាងធម្មតានៅពេលវារះឡើងពីជើងមេឃប៉ុន្តែការពិតទំហំរបស់វាមិនបានផ្លាស់ប្ដូរទេនេះគឺជាបាតុភូតដែលគេហៅថា Moon Illusion គឺជាការបោកបញ្ឆោតភ្នែកខួរក្បាលរបស់យើងធ្វើឲ្យព្រះច័ន្ទមើលទៅធំជាងមុននៅពេលមានដើមឈើអគារឬភ្នំនៅក្បែរវាឥឡូវនេះសូមមកមើលការពិតដែលគួរឲ្យភ្ញាក់ផ្អើលមួយចំនួនអំពីព្រះច័ន្ទព្រះច័ន្ទស្ថិតនៅចម្ងាយជាមធ្យមប្រហែល38,400 គីឡូម៉ែត្រពីផែនដីពន្លឺដែលឆ្លុះពីព្រះច័ន្ទត្រូវការពេលប្រហែល 1.3 វិនាទីដើម្បីមកដល់ភ្នែករបស់យើងព្រះច័ន្ទកំពុងឃ្លាតឆ្ងាយពីផែនដីប្រហែល 3.8 សង់ទីម៉ែត្រនៅក្នុងមួយឆ្នាំទំនាញនៅលើព្រះច័ន្ទខ្សោយជាងផែនដីប្រហែល 6 ដងបើអ្នកមានទម្ងន់ 60 គីឡូក្រាមនៅលើផែនដីអ្នកនឹងមានទម្ងន់ប្រហែល 10 គីឡូក្រាមប៉ុណ្ណោះនៅលើព្រះច័ន្ទនៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 1969 មនុស្សបានចុះចតលើព្រះច័ន្ទជាលើកដំបូងអវកាសយានិក Neil Armstrong គឺជាបានក្លាយជាមនុស្សដំបូងដែលដើរលើផ្ទៃព្រះច័ន្ទគាត់បាននិយាយពាក្យដ៏ល្បីមួយថានេះគឺជាជំហានតូចមួយសម្រាប់មនុស្សម្នាក់ប៉ុន្តែគឺជាការរីកចម្រើនដ៏ធំសម្រាប់មនុស្សជាតិរហូតមកដល់សប្តាហ៍ថ្ងៃនេះមានមនុស្សតែ12នាក់ប៉ុណ្ណោះដែលបានដើរលើព្រះច័ន្ទដូច្នេះចម្លើយសម្រាប់សំណួរហេតុអ្វីព្រះច័ន្ទភ្លឺគឺពិតជាសាមញ្ញណាស់
ព្រះច័ន្ទមិនបានបង្កើតពន្លឺដោយខ្លួនឯងទេពន្លឺដែលយើងឃើញគឺជាពន្លឺពីព្រះអាទិត្យដែលឆ្លុះពីព្រះច័ន្ទមកកាន់ផែនដីនេះហើយគឺជាមូលហេតុព្រះច័ន្ទភ្លឺនៅពេលយប់និងមានរូបរាងខុសៗគ្នាក្នុងរាត្រីនីមួយៗ